សូមគោរពជំរាបសួរដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026សាលារៀនអន្តរជាតិខ្មែរមហានគរបានប្រគល់សញ្ញាបត្របានសរសើរជូនដល់បងប្អូនសិស្សានុសិស្សចំនួន200នាក់កាលពីរសៀលថ្ងៃទី19ខែកក្កដាឆ្នាំ2026សាលារៀនអន្តរជាតិខ្មែរមហានគរបានរៀបចំពិធីប្រគល់បានសរសើរជូនដល់សិស្សានុសិស្សដែលបានប្រឡងបញ្ចប់វគ្គសិក្សាក្នុងឆ្នាំសិក្សា2025-2026ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងបុគ្គលិកលោកគ្រូអ្នកគ្រូនិងមាតាបិតាអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករនៅក្នុងឱកាសនោះដែរលោកឈឹមសុធាអគ្គនាយកសាលារៀនអន្តរជាតិខ្មែរមហានគរបានសម្ដែងនូវក្តីអបអររំភើបយ៉ាងខ្លាំងចំពោះសិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យលោកបានបញ្ជាក់ថាកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនិងលើកស្ទួយដល់សិស្សានុសិស្សដែលមានសមត្ថភាពខ្ពស់និងផ្ដល់ឱកាសឲ្យពួកគេបានបង្ហាញទេពកោសល្យជាងនេះទៅទៀតនោះកម្មវិធីនេះក៏មានគោលដៅជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យចេះរៀនគិតរៀនដោះស្រាយបញ្ហាភាពច្នៃប្រឌិតនិងការចេះគ្រប់គ្រងពេលវេលាដើម្បីរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគតទន្ទឹមនឹងនេះដែរលោកអគ្គនាយកសាលាបានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីសំណាក់សិស្សានុសិស្សទាំងអស់ក៏ដូចជាកិច្ចសហការយ៉ាងស្អិតរមួតពីសំណាក់លោកគ្រូអ្នកគ្រូបុគ្គលិកព្រមទាំងមាតាបិតាអាណាព្យាបាលសិស្សរហូតទទួលបានជោគជ័យដូចថ្ងៃនេះដោយឡែកសិស្សានុសិស្សដែលមិនបានចូលរួមទទួលបានសរសើរលោកក៏បានផ្ដល់ឱកាសនិងលើកទឹកចិត្តសម្រាប់ឆ្នាំក្រោយបន្តទៀតនិងសូមអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ជំរុញនិងលើកទឹកចិត្តកូនៗបន្ថែមទៀតដើម្បីឲ្យពួកគេក្លាយខ្លួនជាកូនល្អសិស្សល្អសម្រាប់សង្គមជាតិពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសដ៏សប្បាយរីករាយនិងស្អិតរមួតបំផុតពីការជូនពរពីសំណាក់លោកអគ្គនាយកសាលាគណៈគ្រប់គ្រងបុគ្គលិកលោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាលសិស្សទាំងអស់ឲ្យជួបតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយបាទសូមសុខាធ្វើសេចក្តីរាយការណ៍ពីសាលាអន្តរជាតិខ្មែរមហានគរសូមគោរពជម្រាបលាសូមអរគុណ